សួស្តីបងប្អូនបាទនេះជាសកម្មភាពយើងជួសជុលស៊ីហ្វុងលាងចានណាបងប្អូនបាទដែលវាមានបញ្ហាស្ទះហើយវិធីនេះគឺយើងងាយទេបងប្អូនបាទពីវិធីជួសជុលរបស់វាបាទហើយទៅយកវាគឺរត់មករៀងមកឆ្ងាយបងប្អូនវាដោយសារតែវាអត់មាន level អញ្ចឹងណា level ដែលខាងបង្ហូរចេញហ្នឹងវាទាបជាងអាហូរចូលទៅក្នុងទយោបណ្ដាញទយោធំអញ្ចឹងហើយមានតែវិធីមួយយ៉ាងទេបងប្អូនបាទយើងដោះអាខ្សែទឹកស្អាតរបស់វាហ្នឹងយកមកឲ្យខ្ទប់ជាមួយនឹងកសែងពោះគោឬក៏អីក៏បានដែរបងប្អូនបាទញុកចូលក្នុងទយោស៊ីហ្វុងហ្នឹងឲ្យណែនទៅហើយយើងបើកទឹកឲ្យវាហូរខ្លាំងណាស់ឲ្យវាបុកទៅតែម្ដងបងប្អូនហើយនេះគឺជាវិធីមួយដែលងាយបងប្អូនបាទហ្នឹងហើយឥឡូវនេះគឺយើងតេស្តទឹកមើលហើយគឺគេបងប្អូនបាទគឺស៊ីលុយហើយប៉ុណ្ណេះហ្នឹងហើយប៉ុន្តែគាត់ថាបើសិនណាការប្រើប្រាស់របស់គាត់តតែរៀងសម្អាតដែរអញ្ចឹងណាបើថាអត់សម្អាតទេនៅតែឲ្យជាងស៊ីលុយបានតែអញ្ចឹងឯងបងប្អូនបាទឥឡូវនេះយើងរួចរាល់ហើយបងប្អូនបាទហើយនេះគឺជាកន្លែងតូបចាប់ហួយរបស់គាត់អញ្ចឹងណាហ្នឹងហើយឥឡូវយើងស៊ីលុយហើយប៉ុណ្ណេះចប់ហើយហើយជាចុងក្រោយសូមអរគុណបងប្អូនបាទបាយបាយ